គ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រថៃអស់រយៈពេលប្រមាណ300ឆ្នាំកំពុងបន្តវាយប្រហារយ៉ាងខ្លាំងក្លានៅតំបន់ភាគខាងត្បូងថៃគិតត្រឹមថ្ងៃពុធទី26ខែវិច្ឆិកាឆ្នាំ2025នេះចំនួនអ្នកស្លាប់បានកើនឡើងយ៉ាងហោចណាស់33អ្នកហើយស្ថានភាពដ៏សោកសៅមួយនេះត្រូវបានគេរាយការណ៍ថាពលរដ្ឋខ្លះត្រូវដេកស្លាប់នៅលើដំបូលផ្ទះរបស់ខ្លួននៅក្នុងទីក្រុងហាតយ៉ៃខេត្តសង្ខឡាដោយសារតែរងចាំជំនួយសង្គ្រោះបន្ទាន់ទាំងអស់ក្តីសង្ឃឹមករណីស្លាប់ភាគច្រើនផ្សេងទៀតគឺបណ្ដាលមកពីការឆក់ខ្សែភ្លើងទីក្រុងហាតយ៉ៃដែលត្រូវបានកត់ត្រាបរិមាណទឹកភ្លៀងដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល3សតវត្សកងកម្លាំងអាជ្ញាធរកំពុងប្រើប្រាស់អូថូភាគចក្រប្រមាណជា20គ្រឿងនិងទូកចំនួន200គ្រឿងដើម្បីជម្លៀសនិងសង្គ្រោះប្រជាពលរដ្ឋដែលជាប់គាំងក្នុងនោះអាជ្ញាធរកំពុងផ្ដោតលើការងារជម្លៀសអ្នកជំងឺធ្ងន់ធ្ងរប្រមាណជា50នាក់ចេញពីជាន់ផ្ទាល់ដីនៃមន្ទីរពេទ្យហាយ៉ៃដែលលិចទឹកនាវាផ្ទុកយន្តហោះតែមួយគត់របស់ថៃក៏ត្រូវបានបញ្ជូនទៅគាំទ្រប្រតិបត្តិការជួយសង្គ្រោះផងដែរសរុបមកផ្ទះជាង98ម៉ឺនខ្នងនិងប្រជាពលរដ្ឋប្រមាណជា 2.7 លាននាក់នៅទូទាំងភាគខាងត្បូងប្រទេសថៃបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតអ្វីដែលគួរឲ្យព្រួយបារម្ភបន្ថែមទៀតនោះគឺស្ថានភាពនៅប្រទេសថៃមិនទាន់បានធូរស្រាលនោះទេខណៈពេលដែលព្យុះត្រូពិចថ្មីមានឈ្មោះថាកូតូត្រូវបានគេរំពឹងថានឹងបោកបក់ចូលកាន់តំបន់ឆ្នេរភាគខាងត្បូងនៃប្រទេសវៀតណាមនិងថៃនៅចន្លោះថ្ងៃទី28និងថ្ងៃទី30ខែវិច្ឆិកាខាងមុខនេះនាយកដ្ឋានឧតុនិយមថៃបានប្រមានថាខេត្តភាគខាងត្បូងចំនួន7រួមមានខេត្តផែតថាឡុងសង្ខឡាប៉ាត្តានីយ៉ាឡានារាធិវត្តន៍ត្រាតនិងសាទុននឹងជួបប្រទះនៅភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ភ្លាមព្រមទាំងរអិលបាក់ដីបន្ថែមទៀតគ្រោះមហន្តរាយនេះក៏បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃផងដែរមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានវិយតម្លៃថាផលប៉ះពាល់សេដ្ឋកិច្ចភ្លាមក្នុងខែដំបូងត្រូវបានព្យាករណ៍ថាយ៉ាងហោចណាស់ចំនួន 25,000 លានបាតឬស្មើប្រមាណជា 0.13% នៃផលិតផលសរុប GDP របស់ប្រទេសថៃនឹងរងផលប៉ះពាល់ទឹកចំនួននេះនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជា 80 ម៉ឺនគ្រួសារនិងដីប្រមាណជា 40 ម៉ឺនរៃការខាតបង់ធ្ងន់ធ្ងររំពឹងថានឹងកើតឡើងលើវិស័យកសិកម្មដូចជាកៅស៊ូប្រេងដូងនិងវិរិយវប្បកម្មគួរកត់សម្គាល់ផងដែរថាគ្រោះទឹកជំនន់នេះបានកើតឡើងចំពេលដែលប្រទេសថៃកំពុងត្រៀមរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមចាប់ពីថ្ងៃទី9ដល់ថ្ងៃទី20ខែធ្នូដែលខេត្តសង្ខឡាត្រូវបានកំណត់ថាជាទីតាំងការប្រកួតផងដែរយើងនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើស្ថានភាពទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅប្រទេសថៃនិងរាយការណ៍ជូនបងប្អូននៅពេលក្រោយទៀតអរគុណសូមជួបគ្នានៅវីដេអូក្រោយ